พูดเจริญចាញ់អាត្មាភាគទី6ការថ្លែងការណ៍មួយបង្កាច់របស់លោកកឹមសុខាមិនឆ្លុះបញ្ចាំងទៅនឹងការពិតនៅក្នុងคลิปនេះលោកកឹមសុខានៅតែបន្តផ្ញើសារកុហកមិនទទួលស្គាល់នៅទង្វើអសិលធម៌របស់ខ្លួនដោយបានលើកឡើងមុខសកម្មជនអ្នកគាំទ្រនៅមុខស្នាក់ការបកកាលពីថ្ងៃទី9កញ្ញាដូចនេះថាវាប្រហារមកលើខ្ញុំដែលជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិដែលជាគណៈបកគូប្រកួតដ៏ធំជាងគេជាមួយនឹងគណៈបកកាន់អំណាចបច្ចុប្បន្នមិនអាចមិនឲ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះនឹងធ្វើឲ្យការបោះឆ្នោតនោះមិនមានលក្ខណៈត្រឹមត្រូវអាចទទួលយកបានឡើយពីប្រហារទៅលើលទ្ធិប្រជាធិបតេយ្យសេរីរបស់មានន័យថាគេចង់ឲ្យកម្ពុជាវិលទៅរករបបផ្ដាច់ការមួយខាងដើមវិញចូលមកដល់คลิปមួយនេះវិញបងយល់ឃើញថាអញ្ចេះគណៈបកនយោបាយនៅកម្ពុជាយើងចូលរួមបោះឆ្នោតតាមបងដឹងនៅយើងលើកថ្មីនេះតែម្ដងគឺនៅក្នុងអាណត្តិនេះដែលយើងកំពុងរៀបចំចុះឈ្មោះនេះគឺយើងឃើញថាមានគណៈបកនយោបាយដែលចូលរួមប្រកួតប្រជែងជាងប្រមាណជាង40គណៈបកហ្នឹង40គណៈបកនយោបាយអូនអញ្ចឹងមិនមែនមានន័យថាអត់ពីគណៈបកសង្គ្រោះជាតិមួយទៅអត់ពីលោកកឹមសុខាមួយទៅលទ្ធផលបោះឆ្នោតមិនអាចទទួលយកបានដោយគាត់លើកឡើងវាដូចជាមានន័យថាឧទាហរណ៍ថានៅអស់ពីថាយើងឧទាហរណ៍ចោះថាអស់ពីគណៈបកសង្គ្រោះជាតិទៅគាត់មិនចូលរួមប្រកួតទេវាស្មើនឹងគាត់ស្រែកថាលទ្ធផលបោះឆ្នោតហ្នឹងមិនអាចទទួលយកបានអញ្ចឹងវាអត់ត្រូវស្អីក៏មោទនភាពចំពោះខ្លួនឯងល្មេះឆ្ងល់ដែរនឹងគណៈបកនយោបាយបើយើងនិយាយថាមានតែ2ឧទាហរណ៍ថាមានតែគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងអញ្ចឹងបើសិនជាអត់មានគណៈបកប្រឆាំងមានតែគណៈបកកាន់អំណាចយើងអាចនិយាយថាមែនវាហាក់មើលទៅវាមិនមានសេរីពហុបកមិនមានលទ្ធិប្រជាធិបតេយ្យប៉ុន្តែនេះអត់គណៈបកនយោបាយមានដល់ទៅជាង40គណៈបកអញ្ចឹងអត់មានគណៈបកមួយឧទាហរណ៍ថាគណៈបកសង្គ្រោះជាតិនឹងក៏ដកខ្លួនចេញពីការបោះឆ្នោតអញ្ចឹងនៅមានគណៈបកច្រើនទៀតគេចាំប្រកួតប្រជែងទៅដើមយកក្អីទាំងអស់ហ្នឹងអញ្ចឹងវាអត់មានអីដែលគាត់ត្រូវលើកមកថាបើសិនជាគេធ្វើបាបខ្ញុំអញ្ចឹងលទ្ធផលបោះឆ្នោតគឺមិនអាចទទួលយកបានវាមិនឆ្លុះបញ្ចាំងឲ្យសមមាត្រទៅនឹងចំនួនគណៈបកនយោបាយដែលចូលរួមបោះឆ្នោតទេហើយមួយទៀតគណៈបកសង្គ្រោះជាតិបើយើងនិយាយពីបច្ចុប្បន្នយើងឃើញថាមិនមែនមានតែលោកកឹមសុខាហ្នឹងណាដែលជាថ្នាក់ដឹកនាំអីបាត់មុខម្បានអត់ទេនៅមានថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដែលជាមេឬក៏យើងអាចនិយាយថាមន្ត្រីជាន់ខ្ពស់គឺមានច្រើនអញ្ចឹងបើសិនជាលោកកឹមសុខាគាត់ធ្វើខុសគាត់ដឹងថាគាត់ធ្វើខុសហើយគាត់មិនអាចចូលរួមគាត់មិនមានសិទ្ធិចុះឈ្មោះបោះឆ្នោតទេគាត់ជាតន់ដិតហើយព្រោះថាគាត់ជាជនល្មើសអីអញ្ចឹងចុះមន្ត្រីគាត់ទាំងអស់ហ្នឹងហេតុអីក៏គាត់មិនលើកស្ទួយទៅឥឡូវថាឥឡូវបោះឆ្នោតទៅអ្នកណាឡើងជំនួសខ្ញុំអញ្ចឹងយើងចូលរួមប្រកួតប្រជែងការបោះឆ្នោតទៅកុំចាប់អារម្មណ៍រឿងខ្ញុំវាបានតែជ្រុលខុសទៅហើយអញ្ចឹងខ្ញុំជាប់គុកឬក៏ខ្ញុំជាតន់ដិតជារឿងរបស់ខ្ញុំតែបកយើងនៅដំណើរការទៅវាធម្មតាតាហេតុអីក៏ចាំបាច់គាត់លើកឡើងថាបាត់បង់គាត់មួយនឹងបោះឆ្នោតមិនកើតវាដូចជាដោយរតនានិយាយអញ្ចឹងដោយមោទនភាពចំពោះខ្លួនឯងពេកហើយលើកអញ្ចឹងដូចជាទាត់ចោលតម្លៃមន្ត្រីបកសង្គ្រោះជាតិបាទអាចចំណុចហ្នឹងហើយបានខ្ញុំចង់លើកឡើងបន្តិចថាឬមួយពួកគាត់ទាំងអស់ហ្នឹងគាត់ចង់ទុកគណៈបកសង្គ្រោះជាតិចោលដោយមិនចូលរួមក្នុងការបោះឆ្នោតក្នុងអាណត្តិនេះហើយបើសិនជាអត់ពីលោកកឹមសុខានិងលោកសំស៊ីទៅតើអ្នកផ្សេងទៀតហ្នឹងគេអាចធ្វើកើតគេអាចដឹកនាំកើតអត់ហើយបើសិនជាគាត់ថាគាត់មិនចូលរួមមិនមែនប្រកាសថាអ្នកនៅក្រោមអាវ៉ាតរបស់គាត់ហ្នឹងសុទ្ធតែគ្រប់គ្រងនៅអ្វីដែលគាត់បានលើកឡើងណាគ្រាន់តែគាត់ជាមេអញ្ចឹងហើយគាត់និយាយអីអាហ្នឹងគឺកើតឡើងពីទឹកចិត្តរបស់គាត់ដោយសារតែគាត់ហ្នឹងកំពុងតែជាប់ពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់បានបងហ្នឹងហើយមួយទៀត
បងចង់លើកវិញដែរគាត់នៅក្នុងคลิปនេះគាត់និយាយថាមានគេហ្នឹងគេមិនដឹងជាគាត់សម្ដៅទៅណាតែបើយើងគិតមើលប្រហែលជាគាត់សម្ដៅមកកាន់គណៈបកកណ្ដាលអំណាចគាត់ថាមានគេចង់ធ្វើឲ្យកម្ពុជាវិលទៅរករបបផ្ដាច់ការប៉ុន្តែបងចង់ឲ្យបងប្អូនប្រជាពលរដ្ឋមុននឹងជឿគាត់សូមពិចារណាវិញថាយើងជាប្រជាជនឬក៏យើងឬក៏ថ្នាក់ដឹកនាំទាំងអស់គ្មានអ្នកណាខ្ញុំជឿថាគ្មានពលរដ្ឋណាចង់ឲ្យខ្មែរវិលទៅរករបបផ្ដាច់ការដោយលោកកឹមសុខានិយាយចាហើយជាពិសេសថ្នាក់ដឹកនាំយើងឃើញយើងលើកឲ្យចំហ្មងនិយាយពីលោកហ៊ុនសែនលោកហ៊ុនសែនជាអ្នកណាលោកហ៊ុនសែនហ្នឹងគឺជាបុគ្គលម្នាក់ដែលបានត្រួសត្រាយផ្លូវហើយដឹកនាំកម្ពុជាយើងហ្នឹងចេញពីរបបផ្ដាច់ការដែលយើងដឹងថាជារបបខ្មែរក្រហមហើយយើងដឹងហើយលោកហ៊ុនសែនគាត់លះបង់អីខ្លះគាត់បានឆ្លងកាត់ឧបសគ្គជាច្រើនគាត់រហូតដល់គាត់ពិការទាំងភ្នែកម្ខាងទៀតហើយគាត់ត្រូវបែកបាក់មួយគ្រួសារគាត់ពិបាកមិនខ្លះទម្រាំតែរំដោះខ្មែរមកបានអញ្ចឹងការលះបង់របស់គាត់រឿងអីដែលសុកគាត់ចង់ឲ្យត្រឡប់ទៅរកភាពដើមវិញហើយមួយទៀតការដែលលោកកឹមសុខាចោទរដ្ឋាភិបាលថាចង់ឲ្យកម្ពុជាវិលទៅរករបបផ្ដាច់ការហ្នឹងបើយើងមើលរាល់ថ្ងៃទៅអ្វីដែលរដ្ឋាភិបាលខំប្រឹងធ្វើហ្នឹងគឺវាអត់ឆ្លុះបញ្ចាំងការពិតតទេសោះផ្ទុយទៅវិញរដ្ឋាភិបាលវិញឯដែលរាល់ថ្ងៃនេះយើងឃើញថាគាត់កំពុងដុតដៃដុតជើងការពារប្រទេសគ្រប់ស្ថានភាពទាំងអស់រដ្ឋាភិបាលខំប្រឹងទប់គ្រប់ស្ថានភាពទាំងអស់ពិសេសរឿងដែលបពប្រឆាំងខំប្រឹងកោយើងដឹងហើយពួកគាត់កោអីខ្លះគាត់ដឹងខ្លួនគាត់ហើយតិចតិចគាត់ធ្វើបាតកម្មនាំមនុស្សទៅស្លាប់ធ្វើឲ្យវឹកវរធ្វើឲ្យចលាចលក្នុងសង្គមរដ្ឋាភិបាលទេដែលជាអ្នកខំប្រឹងទប់ស្កាត់កុំឲ្យមានបញ្ហាមានន័យថាកុំឲ្យខ្មែរធ្លាក់ទៅក្នុងស្ថានភាពលំបាកម្ដងទៀតអញ្ចឹងគាត់ចោទថាគេចង់ឲ្យវិលទៅរបបផ្ដាច់ការវេទនាអីហ្នឹងគឺវាមិនឆ្លុះបញ្ចាំងពីការពិតទេយើងសរុបមកវិញចុះការថ្លែងការណ៍របស់លោកកឹមសុខាគ្រាន់តែធ្វើឡើងដើម្បីបង្វែរការចាប់អារម្មណ៍គេចវេះពីផ្លូវច្បាប់ប៉ុណ្ណោះព្រោះថាយើងដឹងហើយសេចក្តីថ្លែងការណ៍ហ្នឹងវាមានចរិតមូលបង្កាច់រដ្ឋាភិបាលទាំងស្រុងហើយវាមិនឆ្លុះបញ្ចាំងពីការពិតនៃសង្គមទៀតថងហ្នឹងបងសុំបន្ថែមរតនាបន្តិចអញ្ចឹងនឹងហើយប្អូនមិញលើកឡើងហើយថាការថ្លែងការណ៍របស់គាត់មានចរិតមូលបង្កាច់បងយល់ឃើញថាអញ្ចឹងហើយអ្នកស្ដាប់ប្រជាជនដែលគាត់មានការត្រិះរិះពិចារណាល្អិតល្អន់គាត់ក៏នឹងមើលឃើញដែរថាវាមានចរិតផ្ទុយអំពីការពិតអញ្ចឹងវាចូលលក្ខណៈមូលបង្កាច់ហើយមួយវិញទៀតបងក៏ចង់ផ្ដាំទៅលោកកឹមសុខាបពពួកហើយនឹងពិសេសអ្នកដែលទៅគ្រប់គ្រងគាត់នឹងឲ្យគិតឡើងវិញថាអ្នកដែលប្រព្រឹត្តខុសច្បាប់ដាច់ខាតត្រូវតែប្រឈមនឹងច្បាប់មិនអាចជៀសរួចទេមិនបាច់ខំប្រឹងធ្វើអីទៀតទេគឺត្រូវតែប្រឈមនឹងច្បាប់ដូច្នេះទោះបីជាគាត់ខំប្រឹងចេញមកថ្លែងគាត់ភូតកុហកគាត់មួបកាញ់បងជឿថាគាត់មិនអាចកែប្រែស្ថានភាពនឹងបានគាត់មិនអាចផ្លាស់ប្ដូរជោគវាសនារបស់គាត់ឲ្យត្រឡប់ទៅរកភាពស្អាតស្អំវិញបានទេព្រោះតែដូចយើងនិយាយថាមិនអាចទាញពេលវេលាឲ្យថយក្រោយទេធ្វើខុសហើយព្រោះគាត់បានប្រព្រឹត្តអញ្ចឹងដោយពាក្យបុរាណមួយលោកពោលថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់សាងបុណ្យបានបុណ្យហើយបើគាត់ធ្វើបាបគាត់ត្រូវទៅបានបាបហើយអញ្ចឹងมันអាចលៀងជ្រះតាមរយៈការថ្លែងការណ៍មកបោកគេធ្វើដូចជាខ្លួនឯងនឹងវេទនារងគ្រោះហ្នឹងគិតថាលៀងជ្រះអត់លៀងជ្រះអញ្ចឹងទៅមុខទៀតគឺវាសនារបស់គាត់គឺត្រូវទៅប្រឈមនឹងច្បាប់អ្នកដែលគ្រប់គ្រងមិនបាច់ខំប្រឹងទៅប្រម៉ែប្រមូលគ្នាការពារគាត់ទេព្រោះវាមិនអាចទៅរួចវាមិនអាចកែប្រែវាសនារបស់បុគ្គលកឹមសុខាបានទេ